បាទសូមគោរពពុកម៉ែបងប្អូនជាទីស្រឡាញ់បាទថ្ងៃនេះខ្ញុំបាទមកចំការជាមួយទៅនឹងកូនពូជគ្រូសាបាទប្រពន្ធឥឡូវបងប្អូនឃើញថាកំពុងតែជិះម៉ូតូបាទឆ្លងបាទឧបសគ្គជាច្រើនមែនតើបងប្អូនបាទទៅដល់ទៅដល់ចំការបងប្អូនឃើញផ្លូវបាទជិះវងផងអីផងបាទជិះកាត់ពួកកាត់ផុកបាទទៅដល់ទៅដល់ចំការគឺវេទនាមែនតើបងប្អូនបាទមិនមានក្តីសុខទេបាទហើយផ្លូវនេះបាទឃើញថាបងប្អូនធ្លាប់មានបទពិសោធន៍ដូចខ្ញុំជួយខមមិនបាទនៅវីដេអូខាងក្រោមឃើញថាវេទនាណាបងប្អូនអ្នកចំការគឺប្រហែលជាយល់អារម្មណ៍បែបនេះហើយបាទហើយបងប្អូនមើលមើលកូនពូចុះចេញហើយបងប្អូនហើយជិះម្នាក់ឯងក៏មិនរួចដែរបាទរុញផងអីផងតែម៉ូតូបដើតែម៉ូតូក៏មិនរួចទេបងប្អូនឃើញរំផុតមួយកន្លែងគឺឃើញថាបែកញើសញើសតែម្ដងបាទហើយថ្ងៃនេះគឺខ្ញុំធ្វើវីដេអូបញ្ចូលសលេងបាទដោយសារយើងបាននិយាយផ្ទាល់ទេបងប្អូនណាដោយសារឃើញបងប្អូនឃើញហើយឃើញទេបាទអញ្ចឹងយើងសកម្មភាពកំពុងតែជាប់ម៉ូតូផងជាប់ជើងផងបាទឃើញឥឡូវរួចខាងក្រោយឥឡូវជាប់ខាងមុខទៀតលើកខាងមុខបាទឃើញថាអើយបាទវេទនាណាបងប្អូនអើយបាទបងប្អូនមានប័ណ្ណពិសោធន៍បាទបងប្អូនអ្នកចំការសក្ស្រាយគឺឃើញថាឆ្លងកាត់បែបនេះដូចខ្ញុំហើយបាទជួយខមមិនផងបាទជួយ like ជួយ share បងប្អូនណាបាទបែកញើសហុញើសបងប្អូនបាទបែកញើសហុញើសជាដើមឡាយផ្លូវនេះគឺយើងចាក់គ្រោះយើងកាយផ្លូវស្នាមភ្លោះដែរបងប្អូនណាបាទប៉ុន្តែដោយសារខែផ្សារអញ្ចឹងទៅមានគោយន្តដឹកដលងដឹកបាទត្រាក់ទ័របាទដើរធ្វើដំណើរតាមនេះទៅក៏វាខូចផ្លូវខូចអីអស់ទៅបាទ